សូមនមស្ការចំពោះប្រជុំ3នៃប្រតិរដ្ឋដោយសេចក្តីគោរពសូមលំអរកាយថ្វាយបង្គំព្រះឧបជាប្រតិជគុណប្រតិរានធរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមជម្រាបសួរពុទ្ធបរិស័ទនិងទស្សនិកជនទាំងអស់ជាទីមេត្រីព័ត៌មានពុទ្ធសាសនាខេត្តកម៉ាវសូមគោរពនិមន្តនិងអញ្ជើញព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទនិងទស្សនិកជនទាំងអស់តាមដានសកម្មភាពពុទ្ធសាសនាដែលបានចងក្រងនិងផ្សព្វផ្សាយដោយគណៈកម្មការព័ត៌មានពុទ្ធសាសនាខេត្តកម៉ាវព័ត៌មានពុទ្ធសាសនាខេត្តកម៉ាវសប្តាហ៍នេះបានឆ្លងបញ្ចាំងអំពីកម្មវិធីវគ្គប្រតិបត្តិធម៌និងស្មារតីបម្រើសង្គមជាតិមាតុភូមិវគ្គប្រតិបត្តិធម៌មួយថ្ងៃនៃសេចក្តីសុខសាន្តនៅវត្តបាងហ្វឺសារសប្បុរសធម៌នៃសេចក្តីមេត្តាអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំមមី2026នៅវត្តបាងហ្វឺវត្តខៃតំរៀបចំពិធីបិទវគ្គប្រតិបត្តិធម៌មួយថ្ងៃនៃសេចក្តីសុខសាន្តការរៀបចំទស្សនវិជ្ជាលំអទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំមមី2026នៅមណ្ឌលពុទ្ធសាសនាវងអំផឹកដាយការប្រឡងបញ្ចប់ឆមាសទី1ឆ្នាំទី1ថ្នាក់មធ្យមពុទ្ធិកសិក្សាវគ្គទី6និងពុទ្ធិកមធ្យមសិក្សានៅសាលាពុទ្ធិកមធ្យមបាក់លាវនាព្រឹកថ្ងៃទី2ខែកុម្ភៈឆ្នាំ2026នៅវត្តវាងភឿឃុំងៀងវាខៃភិក្ខុនីលីវមិនប្រជោធិការវត្តបានរៀបចំពិធីវគ្គប្រតិបត្តិធម៌ក្រុមប្រធានបទមួយថ្ងៃនៃសេចក្តីសុខសាន្តយ៉ាងអឡារឹកអធិកធមដោយមានការអញ្ជើញចូលរួមកកកអំពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយវត្តវាងហ្វឹកត្រូវបង្កើតឡើងតាំងពីឆ្នាំ2008ដែលរហូតមកដល់បច្ចុប្បន្នបានក្លាយជាមជ្ឈមណ្ឌលដ៏រឹងមាំសម្រាប់ពុទ្ធបរិស័ទមកសិក្សានិងបដិបត្តិធម៌ផ្លូវចិត្តជារៀងរាល់ខែនៅថ្ងៃទី15កើតវត្តតែងតែប្រារព្ធកម្មវិធីបដិបត្តិធម៌ជាទៀងទាត់ដែលរួមមានកម្មវិធីស្ដាប់ធម៌ទេសនាសូត្រធម៌និងដើរចង្ក្រមដើម្បីបង្កលក្ខណៈងាយស្រួលដល់ពុទ្ធបរិស័ទទាំងឡាយបានលះបង់នូវក្តីកង្វល់និងបណ្ដោះសន្តិភាពក្នុងផ្លូវចិត្តចាំចំកណ្ដាលនៃភាពញញឹមនៃជីវិតប្រចាំថ្ងៃក្នុងឱកាសបិទវគ្គសិក្សានេះព្រះភិក្ខុនៃជាម្ចាស់អធិការបានមានសក្តិការចែករំលែកនិងដាស់តឿនដល់ពុទ្ធបរិស័ទទាំងអស់ឲ្យគិតខំប្រឹងប្រែងបដិបត្តិកុសលកម្មបត្តិ10និងជំរះកាយវិច័យចិត្តឲ្យបានបរិសុទ្ធស្អាតស្អំដើម្បីយកជាគ្រឹះក្នុងការបណ្ដោះនៅពោធិចិត្តជាមួយថ្ងៃនេះដែលព្រះអង្គបានណែនាំពុទ្ធបរិស័ទឲ្យយល់ដឹងពីសទ្ធាជ្រះថ្លាក្នុងការសមាទានសិលនិងការជ្រកក្រមលុបប្ររតនត្រ័យដើម្បីជាបង្អែកដ៏រឹងមាំក្នុងការឈានទៅមុខលើវិធីនៃប្រធរនិងការអភិវឌ្ឍផ្លូវចិត្តជាកិច្ចបញ្ចប់ក្នុងឱកាសបិណ្ឌចូលឆ្នាំថ្មីដែលជិតចូលមកដល់ព្រះភិក្ខុនៃយមិនក៏បានប្រកៅជូននៅសម្ព័ន្ធភាពសិរីសួស្តីនិងទេយ្យទានដល់ពុទ្ធបរិស័ទទាំងអស់ព្រមទាំងប្រសិទ្ធពលជ័យឲ្យគ្រប់គ្នាមានស្មារតីមូមុតក្នុងការបដិបត្តិធម៌សទ្ធាជ្រះថ្លាដ៏រឹងមាំនិងទទួលបាននៅសេចក្តីសុខសាន្តក្នុងជីវិតរៀងរាល់ទៅរសៀលថ្ងៃទី2ខែកុម្ភៈឆ្នាំ2026នៅវត្តវាងហ្វឿឃុំងៀងវាខៃភិក្ខុនីយមិនប្រជាធិការវត្តបានរៀបចំសារសប្បុរសធម៌នៃសេចក្តីមេត្តាដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំមមេ2026អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានតំណាងអាជ្ញាធរមូលដ្ឋានរួមមានលោកផាមកុងទៀងអនុប្រធានគណៈកម្មាធិការប្រជាជនឃុំលោកស្រីងៀងម៉ៃអាអនុប្រធានរណសេមេត្តភូមិវៀតណាមនិងជាប្រធានសមាគមនារីឃុំព្រមទាំងសប្បុរសជននានាផងដែរផ្សារសប្បុរសធម៌នេះត្រូវបានរៀបចំឡើងដោយមានស្តង់ដារនំចំណីចំនួន17ស្តង់ដាររួមមានអង្ករមីអំបិលទឹកស៊ីអ៊ីវបន្លែផ្លែឈើនិងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនទៀតអំណោយនីមួយៗមានតម្លៃ400,000ដុងដោយសរុបថវិកាក្នុងការអនុវត្តកម្មវិធីនេះរួមមាន200លានដុងក្នុងនោះពុទ្ធបរិស័ទមិនតំតំណាងឲ្យមូលនិធិសប្បុរសធម៌ឡាំងតាបានឧបត្ថម្ភថវិកាចំនួន90លានដុងចំណែកថវិកាដែលសេសសល់គឺបានមកពីការចូលរួមចំណែកដោយសទ្ធាជ្រះថ្លារបស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសរសៀលថ្ងៃទី3ខែកុម្ភៈឆ្នាំ2026នៅវត្តខៃតំឃុំផុងឋានក្រុមការដឹកនាំរស់ចង្អុលការបង្ហាញប្រតិជគុណវាងជ័យប្រជាធិការវត្តបានរៀបចំពុទ្ធបរិស័ទយ៉ាងច្រើនកកមកជួបជុំដើម្បីវគ្គប្រតិបត្តិធម៌ក្រុមប្រធានបទមួយថ្ងៃនៃសេចក្តីសុខសាន្តពិធីនេះត្រូវបានប្រារព្ធឡើងក្នុងបរិយាកាសដ៏ស្ងៀមស្ងាត់និងថ្លៃថ្លា
បំផិតដែលឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពនិងការខិតខំប្រឹងប្រែងសិក្សាប្រថុវិន័យក្នុងឱកាសដ៏ថ្លៃថ្លានេះប្រតិជនគួងជីបានរំលឹកឡើងវិញនូវដំណើរនិងការសិក្សាបដិបត្តិធម៌នាពេលកន្លងមកដោយសង្កត់លើលទ្ធផលវិជ្ជមាននៃបដិបត្តិធម៌ក្នុងការជួយបណ្ដុះនូវស្មារតីសមាធិការរកញាក់រលឹកខ្លួនការជំរះកាយវាចាចិត្តនិងការយកប្រថុទៅអនុវត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃជាជំហានព្រះអង្គបានដាស់តឿនដល់ពុទ្ធបរិស័ទទាំងអស់ឲ្យរក្សាស្មារតីបដិបត្តិធម៌ឲ្យបានទៀងទាត់ដោយយកសន្តិភាពក្នុងចិត្តធ្វើជាមូលដ្ឋានគ្រឹះក្នុងការកសាងសុភមង្គលគ្រួសារនិងរួមចំណែកធ្វើឲ្យសង្គមជាតិកាន់តែមានភាពស្រស់បំព្រងជាមួយគ្នានេះដែរប្រតិជនគួងជីក៏បានប្រកល់ជូននូវអំណោយអនុស្សាវរីយ៍ដើម្បីជាការលើកទឹកចិត្តដល់ស្មារតីដល់សិស្សសានុសិស្សដល់បុត្របរិស័ទដែលបានចូលរួមក្នុងការបដិបត្តិធម៌កម្មវិធីទាំងមូលបានបញ្ចប់ក្នុងបរិយាកាសដ៏ពោរពេញដោយសេចក្តីសោមនស្សរីករាយនិងបានផ្ដល់នូវកម្លាំងចិត្តយ៉ាងខ្លាំងក្លាដល់ពុទ្ធបរិស័ទដើម្បីបន្តការថែរក្សានិងអភិវឌ្ឍបដិបត្តិធម៌មួយថ្ងៃនៃសេចក្តីសុខសាន្តឲ្យកាន់តែរីកចម្រើននាពេលអនាគតក្នុងបរិយាកាសដ៏សែងអធិកធមនៃថ្ងៃបុណ្យចូលឆ្នាំថ្មីមណ្ឌលពុទ្ធសាសនាវាងអំផឹកដែរសង្កាត់ធីបឋានដែលជាគោលដៅធម្មយាត្រាដ៏ត្រជាក់ត្រជុំសម្រាប់ភ្ញៀវទេសចរនិងពុទ្ធបរិស័ទកំពុងខិតខំបង្ហើយការរៀបចំទិដ្ឋភាពលម្អបិណ្ឌឱកាសចូលឆ្នាំថ្មី2026ចិត្តដល់ក្នុងបរិយាកាសដ៏អធិកធមនៃដើមឆ្នាំមជ្ឈមណ្ឌលព្រះពុទ្ធរូបគួងអំផឹកដែរសង្កាត់ធីបឋានដែលជាគោលដៅធម្មយាត្រាដ៏តាក់ទាញសម្រាប់ភ្ញៀវទេសចរនិងពុទ្ធបរិស័ទកំពុងខិតខំបង្ហើយការរៀបចំទិដ្ឋភាពលម្អនៃឱកាសបិណ្ឌចូលឆ្នាំថ្មីឆ្នាំមមី2026ក្នុងបំណងប្រាថ្នាសុំសេចក្តីសុខសាន្តនិងសុភមង្គលសម្រាប់ឆ្នាំថ្មីទីកន្លែងធម្មយាត្រាដ៏សក្ការៈនិងស័ក្តិសិទ្ធិរបស់ពុទ្ធបរិស័ទជិតឆ្ងាយក្រៅពីពិធីបិណ្ឌសំខាន់ប្រចាំថ្ងៃគឺថ្ងៃទី19ខែ2និងខែ6និងខែ9នៃចន្ទគតិនៅរៅពេលបិណ្ឌចូលឆ្នាំមកដល់មជ្ឈមណ្ឌលព្រះពុទ្ធរូបវាងអំផឹកដែរតែងតែទទួលស្វាគមន៍ភ្ញៀវរាប់ពាន់នាក់មកគោរពបូជានិងថ្វាយបង្គំព្រះពោធិសត្វកុងស៊ីអ៊ីនដល់គ្រឿងសក្ការៈបូជាយ៉ាងសមរម្យនិងទឹកចិត្តបរិសុទ្ធដ៏ថ្លៃថ្លាបំផុតទីធ្លានៃមជ្ឈមណ្ឌលនេះតែងតែត្រូវបានយកចិត្តទុកដាក់រៀបចំនិងកែលម្អឲ្យមានសោភ័ណភាពស្អាតបាតដើម្បីឲ្យភ្ញៀវទេសចរអាចមកទស្សនាគោរពបូជានិងផ្ដល់យកនៅរូបភាពអនុស្សាវរីយ៍ដ៏មានន័យជាមួយក្រុមគ្រួសារនិងមនុស្សស្ត្រីស្រឡាញ់ទិដ្ឋភាពលម្អនៃឱកាសបិណ្ឌចូលឆ្នាំថ្មីនេះបង្កប់នៅរូបភាពភូមិករវៀតណាមច្បាស់លាស់ដូចជាផ្ទះប្រក់ស្បូវអណ្ដូងទឹកភូមិហាងអនុស្សាវរីយ៍ហាងកាត់ដេរនិងផ្ទះបាយបុរាណលក្ខណៈដែលត្រូវបានរៀបចំយ៉ាងផ្ចិតផ្ចង់មើលទៅសាមញ្ញតែមានភាពកក់ក្ដៅលំហទាំងនេះមិនត្រឹមតែរំលឹកនៅការចងចាំក្នុងវ័យកុមារភាពដ៏មានតម្លៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីការលះបង់កម្លាំងកាយកម្លាំងចិត្តរបស់ប្រធារានុធរៈនិងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលព្រះពុទ្ធរូបនាងកុងស៊ីអ៊ីនក្នុងឱកាសកសាងប្រធានបទស្រុកកំណើតនៃថ្ងៃចូលឆ្នាំថ្មីនាព្រឹកថ្ងៃទី4ខែកុម្ភៈឆ្នាំ2026គណៈកម្មការគ្រប់គ្រងសាលាពុទ្ធិកបាក់លាវបានរៀបចំពិធីបើកវគ្គប្រឡងឆមាសទី1ទី6យ៉ាងអធិកធមជូនដល់សាមណនិស្សិតមានចំនួន47អង្គនឹងរូបជូនដល់សាមណសិស្សចំនួន47អង្គនឹងរូបនៃថ្នាក់ឧត្តមសិក្សានិងសាមណសិស្សចំនួន41អង្គនឹងរូបនៃថ្នាក់បតិកមជ្ឈិមសិក្សាសម្រាប់ឆ្នាំសិក្សា2025-2026វគ្គប្រឡងនេះប្រព្រឹត្តទៅក្នុងរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី4ដល់ថ្ងៃទី7ខែកុម្ភៈឆ្នាំ2026ដោយក្នុងមួយថ្ងៃមានការប្រឡង2ទៅ3វិញ្ញាសាសម្រាប់ថ្នាក់ឧត្តមសិក្សាសាមណសិស្សត្រូវប្រឡងលើក9មុខវិជ្ជារួមមានទ្រឹស្ដីមជ្ឈិមវិទ្យាប្រវត្តិពុទ្ធសាសនាសង្ខេបនៅអាស៊ីអាគ្នេយ៍អក្សរហានប្រវត្តិពុទ្ធសាសនាសង្ខេបនៅឥណ្ឌាវិន័យបេដកទូទៅអក្សរសាស្ត្រវៀតណាមពុទ្ធសាសនាទូទៅ
កម្ពីបត្រីបេដកមហាយានទួទៅនិងភាសាវៀតណាមអនុវត្តសម្រាប់ថ្នាក់មធ្យមសិក្សាសម្រាប់ថ្នាក់បតិកាមធ្យមសិក្សាប្រឡងលើក9មុខវិជ្ជារួមមានកម្ពីធម្មបទប្រសូតកុសលកម្មបត្តិ10អសរហានប្រវត្តិរូបនៃព្រះពុទ្ធរូបនិងសាវកវិន័យព្រះភិក្ខុសិលធម៌បរិត្តប្រសូតរឿងប្រៀបធៀបទាំង100ពុទ្ធសាសនាមណ្ឌលមូលដ្ឋាននិងអក្សរសាស្ត្រវៀតណាមការប្រឡងនេះមិនត្រឹមតែមានគោលបំណងវិតម្លៃលទ្ធផលនៃការសិក្សាបន្តពីបញ្ចប់ឆមាសដំបូងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាឱកាសសម្រាប់សមណសិស្សម្នាក់ៗធ្វើការត្រួតពិនិត្យនិងពិចារណាឡើងវិញនៅដំណើរនៃការសិក្សានិងការបដិបត្តិធម៌របស់ខ្លួនលើសនេះគឺជាការយកចំណេះដឹងពីប្រធមមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃដើម្បីបណ្ដុះនូវសទ្ធាជ្រះថ្លាក្នុងការស្វែងរកសេចក្តីរំលឹកទុកនិងបង្កើតជាគ្រឹះដ៏រឹងមាំសម្រាប់បេសកកម្មផ្សព្វផ្សាយព្រះធម៌ដើម្បីជាប្រយោជន៍ដល់សត្វលោកនាពេលអនាគតយើងខ្ញុំប្រកាសណាអាត្មាភាពសូមថ្លែងអំណរអរព្រគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដាននិងឧបត្ថម្ភគាំទ្ររបស់ប្រធារាធិរៈនិងញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយសូមជួបជាថ្មីម្ដងទៀតនៅសារព័ត៌មានពេលក្រោយសូមអរព្រគុណនិងសូមអរគុណ